កុំបារម្ភអីមិនមានខ្សែសាក់ថ្មក៏អាចសាក់ទូរស័ព្ទបានដែរជ្រើសរើសត្រឹកអស់មានបំពាក់ដោយមុខងារសាក់ថ្មអត់ខ្សែតោះមកដឹងពីរបៀបប្រើប្រាស់ងាយជាដំណងធ្វើការដំណើរការម៉ាស៊ីនរថយន្តជាមុនសិនព្រោះមុខងារសាក់ថ្មអត់ខ្សែនេះដំណើរការបានតែក្នុងពេលបញ្ឆេះម៉ាស៊ីនតែប៉ុណ្ណោះបន្ទាប់មកយកសម្ភារៈឬរបស់របរចេញពីកន្លែងសាក់ថ្មហើយជំហានបន្ទាប់ប្រសិនបើទូរស័ព្ទរបស់លោកអ្នកមានសំបកក្រាស់រីងឬកាតនៅផ្នែកខាងក្រោយសូមធ្វើការដកចេញជាមុនសិនព្រោះវាអាចរារាំងដល់សញ្ញាសាក់ថ្មបានបើទូរស័ព្ទនៅបន្ទះសាក់តែត្រូវប្រកាសថាដាក់ឲ្យចំកណ្ដាលពេលសាក់ចូលវានឹងបង្ហាញសញ្ញាសាក់ថ្មនៅលើអេក្រង់កំសាន្តបែបនេះហើយទូរស័ព្ទរបស់អ្នកក៏បង្ហាញសញ្ញាសាក់ដូចគ្នាចំណុចចុងក្រោយប្រសិនបើមានករណីសាក់បញ្ចូលអាចសាកល្បងវិធីនេះបានដកទូរស័ព្ទចេញរងចាំ3វិនាទីហើយដាក់ចូលវិញឬបង្វិលទូរស័ព្ទ180ដឺក្រេព្រោះមុខងារសាក់ថ្មអត់ខ្សែនេះក៏អាស្រ័យទៅលើប្រភេទទូរស័ព្ទផងដែរប្រសិនបើមានតម្រូវការសាក់ថ្មច្រើនក្នុងពេលតែមួយជ្រើសរើសត្រឹកអស់ក៏មានបំពាក់បន្ថែមជាមួយនឹងរន្ធសាក់ថ្មដោយប្រើខ្សែដែរមានរន្ធសាក់ទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយកាន់តែឆាប់រហ័សនិងងាយស្រួលនាំចូលនិងចែកចាយផ្ដាច់មុខដោយ TH Group